ជារបៀបធ្វើការសិនតែយើងប្រើប្រាស់វិធីសាស្ត្រ mail merge តែវិធីសាស្ត្រ mail merge នេះគឺយើងទាញព័ត៌មានពីកម្មវិធី Excel មកដាក់ចូលនៅក្នុងកម្មវិធី Word បាទបងគឺយើងមានទិន្នន័យនៅក្នុងកម្មវិធី Excel បាទនេះខ្ញុំឧទាហរណ៍មាន ID លេខរៀងហើយនឹងមានឈ្មោះបាទមានតែពីរប្រភេទហ្នឹងទេបាទលេខរៀងហើយនឹងឈ្មោះខ្ញុំដាក់ខ្លីៗដើម្បីងាយស្រួលមើលបាទបន្តមកទៀតហើយឈ្មោះហ្នឹងអ្នកទោះនេះបញ្ចូលក្នុង Excel ឲ្យហើយមកបាទហើយយើងកំណត់ឲ្យបានត្រឹមត្រូវបន្តមកទៀតយើងធ្វើការ save បាទយើងធ្វើការ save វាមួយមក SEO ដាក់ឈ្មោះថា list បាទ file Excel មួយខ្ញុំដាក់នៅលើ desktop បាទឈ្មោះថា list បន្តមកទៀតចាំយើងទាញ file ហ្នឹងដាក់ចូលកម្មវិធី Word ឥឡូវយើងត្រឡប់ចូលកម្មវិធី Word សិនបាទអញ្ចឹងតើតើ Excel គឺមានតែប៉ុណ្្នឹងទេកម្មវិធី Word គឺយើងត្រូវការ design គំរូកាតមួយបាទហើយតើតើគំរូកាតហ្នឹងគឺខ្ញុំយក shape មកគូទេបាទអញ្ចឹងរូបខាងលើខ្ញុំយក shape ចាត់កោណកែងមកគូរូបថតនេះក៏ខ្ញុំយករូបក្រុមប្រមូលមកគូដែរហើយយើងទាញរូបចូលទៅបាទតើតើ shape អ្នកទាំងនេះចូល insert មកបាទចូល insert ខាងលើហើយអ្នកទាំងនេះចុចកន្លែង shape មកបាទមានគំរូច្រើនអ្នកទាំងនេះចង់យករូបមួយណាមកធ្វើក៏បានដែរបាទមានត្រីកោណចាត់កោណកែងហ្នឹងទៅគាត់តែខ្ញុំធ្វើធម្មតាទេដើម្បីខ្លីៗហើយយើងងាយស្រួលបញ្យល់អូខេអញ្ចឹងព័ត៌មាននេះយើងទៅទាញមកមានពីរមាន ID និងឈ្មោះអញ្ចឹងខ្ញុំចូល insert ហើយចូលកន្លែងមើលមកខាងក្រោមមកយើងចូល word art បាទចូលកន្លែង word art នេះហ្នឹងហើយយើងយក word art មកបាទពេលខ្ញុំយក word art មកយើងត្រូវការទាញឈ្មោះមកដាក់កន្លែងហ្នឹងបាទអញ្ចឹងខ្ញុំលុបអក្សរចេញមកហើយយើងស្រែកទំហំវាតូចតិចមកខ្ញុំយកខាងលើនេះដាក់ថា ID បាទ ID អញ្ចឹងទៅចុច2ហើយខ្ញុំ copy យើងទាញវា event តិចមកហើយយើងដាក់វាមកខាងឆ្វេងហើយត្រូវការ copy វាបាទហ្នឹងហើយ copy វាមក copy បាន2បន្ទាប់នេះខាងក្រោមខ្ញុំដូរដាក់ថាឈ្មោះ name បាទដូរដាក់ name មកអូខេបន្ទាប់ឥឡូវយើងត្រូវការទាញនេះម្ដងយើងត្រូវការទាញfile Excel របស់យើងមិញអ្នកទាំងនេះចូលកន្លែង mailing នៅខាងលើយើងចូលកន្លែង mailing មក mailing នេះអ្នកទាំងនេះមើលមកខាងឆ្វេងមានពាក្យ select recipient នេះបាទ select recipient នេះយើងយក use existing list បាទហើយយើងទៅទាញ Excel របស់យើងមកនៅលើ desktop ឈ្មោះ list បាទឈ្មោះ list នេះឈ្មោះ list បាទចុចយក list ហ្នឹងមកហើយចុច OK មួយបាទអញ្ចឹងវា load មកបន្តទៀតអ្នកទាំងនេះចុចកន្លែង insert merge field នេះអញ្ចឹងវា load មកពីរឃើញបាទលេខរៀងមួយនិងឈ្មោះមួយអញ្ចឹងមានតែពីរទេអញ្ចឹងយកមកចុចកន្លែង tick box ID ហើយយើងទៅចុចកន្លែងលេខរៀងហ្នឹងមកបាទខាងក្រោមឈ្មោះដូចគ្នាយើងទៅចុចកន្លែង insert merge field ហ្នឹងយកឈ្មោះមកបាទតែទំហំអក្សរយើងសេរីវាតូចតិចទៅកុំឲ្យវាធំពេកណាខ្ញុំយក18ឬក៏16អញ្ចឹងទៅខាងលើខ្ញុំយក16ដូចគ្នាបាទវាប៉ុនគ្នា16ដែរមកបាទឥឡូវយើងតេស្តមើលអ្នកទាំងនេះចូលកន្លែង mailing តែហ្នឹងហើយចូលកន្លែង preview មកវាលោតឈ្មោះគេណាអញ្ចឹងឈ្មោះទី1ខ្ញុំចង់ឃើញទាំងអស់ខ្ញុំចុចកន្លែង next មកបាទឃើញវាលោតមកនេះអូខេបាទមាន10នាក់អញ្ចឹងវាចេញមកទាំង10ឃើញទេអូខេអញ្ចឹងខ្ញុំចុចផ្ដាច់ចេញមកស្រួលមើលនេះលោតមកហើយបាទហ្នឹងគឺការប្រើប្រាស់ mail merge ដើម្បីទាញព័ត៌មានពីក្នុង Excel មកដាក់នៅក្នុងកម្មវិធី Word ហើយគំរូហ្នឹងគឺមានតែមួយទេបាទហើយតែទៅរូបថតយើងអត់និយាយណាយើងនិយាយតែទៅឈ្មោះហើយរូបថតវាមានការងារផ្សេងទៀតទៅធ្វើតែយើងចង់ដូររូបបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ